ឥឡូវយើងមកមើលលំហាត់ទី32នៅក្នុងប្រព័ន្ធរបស់យើងបាទគេថាវាមានផលបូក n 2រំដងដូចស្គិត an គឺ sn ស្មើនឹង n គីបមកពី n កាទេហើយយើងកំណត់ទូទៅដូចស្គិត an អញ្ចឹងយើងដឹងហើយថាអឺកាលណាគេអូនផលបូក sn យើងអាចរកទូទី n ដូចស្គិត an តាមរយៈ n ចំនួន an ស្មើនឹង sn ដក sn ដក1បាទអញ្ចឹងយើងមាន sn ស្មើនឹង n គីបមកពី n ការ៉េយើងអាចទាញរក sn ដក1សិនដោយ sn ដក1អញ្ចឹងកន្លែង n យើងជំនួសដោយ n ដក1នេះយើងបាន n ដក1គីបមកពី n ដក1លើកទីការ៉េអញ្ចឹងយើងផលិត n ដក1គីបយើងបាន n គីបដក 3n ការ៉េមក 3n ត1បាទគឺយើងប្រើរូបមន្ត a គីបបាទយើងប្រើរូបមន្ត a ដក b លើកទីគីបបាទស្មើនឹង a គីបដក3ដង a ការ៉េ b មក3ដង a b ការ៉េដក b គីបបាទរូបមន្តយើងត្រូវប្រើទៅមក2 n ដក1ការ៉េបាទយើងប្រើរូបមន្ត a ដក b លើកទីការ៉េនេះគឺស្មើនឹង a ការ៉េដក2ដង ab គុក b ការ៉េអាចធ្វើថា n ការ៉េដក 2n គុក1គឺលុបបងចោលសិនយើងបាន n គីបដក 3n ការ៉េមក 3n ដក1យើងគុណ2ចូលក្នុងអក្សរហ្នឹងទៅយើងបានមក 2n ការ៉េដក 4n មក2ធ្វើការគណនាបាទ n គីបនៅដដែលដក 3n ការ៉េមក 2n ការ៉េគឺយើងបានដក n ការ៉េមក 3n ដក 4n យើងបានដក n ហើយដក1បូក2យើងបានបូក1បាទទៅមកយើងអាចគណនា an បានតាមរូបមន្តខាងលើគេបាន an ស្មើបើយើងជំនួស sn ជាមួយនឹង sn ដក1ទៅក្នុងរូបមន្ត sn របស់យើងគឺ n គីបបូក 2n ការ៉េដក sn ដក1របស់យើងគឺ n គីបដក n ការ៉េដក n មក1ធ្វើការលុបវងកញ្ចក់យើងបាន n គីបបូក 2n ការ៉េបាទដក n គីបបូក n ការ៉េមក n ដក1យើងធ្វើការគណនាបាទ n គីបដក n គីបបាទបាន0 2n ការ៉េមក n ការ៉េយើងបាន 3n ការ៉េមក n ដក1បាទនេះជា an បាទនេះ an ដែលគេសួរហើយយើងអាចឆ្លើយដូចនេះទៅដូចនេះ
យើងចង់ទិញកាត់ចម្លើយយើងអាចទិញកាត់បានយើងទិញកាត់ទៅយើងដឹងថា f1 ស្មើនឹង a1 ឥឡូវ f1 ស្មើនឹងបាទយើងទៅនោះក្នុងនេះទៅយើងបាន3គុណនឹង1ការ៉េបូក1ដក1ស្មើ3 f1 ស្មើ3ហើយយើងពិនិត្យមើលលើ a1 ស្មើបាទអូកន្លែងហ្នឹង a1 បាទច្រឡំបន្តិចបាទលើ a1 ឥឡូវយើងពិនិត្យមើល f1 ម្ដងf1 ស្មើនឹងបើយើងចូលក្នុង sn របស់យើងបាទនេះ n គៀបបូក 2n ការ៉េយើងគឺ1គៀបបូក2គុណនឹង1ការ៉េយើងគៀបនេះទៅគឺស្មើ3អញ្ចឹងយើងឃើញថា a1 ស្មើ f1 ពិតណា